បុកប្រហុកក្រងបងប្អូនញ៉ាំជាមួយនឹងមាន់អាំងទៅសៀមរាបលើកណាក៏ដែរចោលរំលងមុខម្ហូបមួយមុខនេះដែរបើថាបានញ៉ាំជុំគ្នាវិញនឹងនិយាយថាពីឆ្ងាញ់អូយឆ្ងាញ់បងប្អូនហើយថ្ងៃនេះគឺខ្ញុំមកប្រាប់ពីរបៀបថាធ្វើងាយៗយ៉ាងម៉េចឲ្យថាមានរសជាតិឆ្ងាញ់ហើយយើងអាចធ្វើញ៉ាំបានខ្លួនឯងនៅផ្ទះបានអញ្ចឹងបងប្អូនអញ្ចឹងយើងមានគ្រឿងគល់ក្រៃម្ដេងលក្ខូចសោចខ្ញីគល់ខ្ទឹមអីហ្នឹងបងប្អូនយើងយកវាហ្នឹងយកមកលីងឲ្យថាឲ្យស្ងួតឲ្យឡើងឈ្ងុយអញ្ចឹងមកយើងងាយស្រួលបុកហើយដល់ពេលដែលយើងបុកចូលគ្នាជាមួយនឹងក្រងទៅវាថាកាន់តែឈ្ងុយថែមទៀតហើយក្រងនេះក៏យើងថាយើងយកវាមកលីងដល់បងប្អូនលីងរហូតដល់ថាដាច់ទឹកឲ្យវាឆ្អិនបែបនេះមកពេលដែលយើងបុកចឹងទៅវាមានថាសភាពស្ងួតយើងស្រួលញ៉ាំមែនតើបងប្អូនវាអត់មានទឹកអញ្ចឹងណាបងប្អូនអញ្ចឹងទៅយើងយកវានេះយកមកបុកមកគ្រឿងរបស់យើងនេះខ្ញុំបុករហូតដល់ថាដល់ម៉ត់បែបនេះអញ្ចឹងណាបងប្អូនគាត់ថាបុកភ្លាមនោះថាឈ្ងុយមែនតើហើយប្រហុករបស់យើងនេះយើងជ្រើសរើសជាប្រភេទប្រហុកសាច់អញ្ចឹងយើងយកវានេះយកទៅលាងទឹកឲ្យស្អាតអស់ជាតិប្រៃអញ្ចឹងមកយើងសល់ប្រៃតិចតិចបងប្អូនអញ្ចឹងយើងយកវាមកបុកលាយចូលគ្នាជាមួយនឹងក្រងបុកឲ្យថាដល់ម៉ត់ណាហើយយើងលាយគ្រឿងស្ករបន្តិចប៊ីចេងបន្តិចហើយយើងដាក់ជាមួយនឹងស្ករត្នោតខ្ញុំមានបន្ថែមស្ករត្នោតខ្ញុំមានបន្ថែមម្ទេសហុយក្រៅដែរហើយទឹកត្រីយើងដាក់តែបន្តិចយកឈ្ងុយព្រោះដោយសារតែប្រហុករបស់យើងហ្នឹងប្រៃតិចហើយដល់ពេលយើងភ្លក់អញ្ចឹងទៅបើសិនជាវាខ្វះអីយើងថែមក្រូចឆ្មាថែមអីមកអញ្ចឹងមកគឺវាឆ្ងាញ់ល្មមឯងបងប្អូនហើយបន្លែនេះបងប្អូនដាក់ឲ្យគ្រប់មុខអញ្ចឹងបងប្អូនមានតាំងពីចេកខ្ចីមានពពាយអីហ្នឹងហើយនេះបងប្អូនខ្ញុំរៀបបងប្អូនយើងដាក់កញ្ចែងយើងធ្លាប់ជាមួយនឹងស្លឹកចេកបានថាចូលអារម្មណ៍គ្នាដោយថាយើងបានញ៉ាំនៅសៀមរាបពិតអញ្ចឹងបងប្អូនហើយខ្ញុំមានដាក់កញ្ចែងមួយនេះសម្រាប់ដាក់មាន់បងប្អូនយើងធ្លាប់ជាមួយនឹងស្លឹកឈូកអីហ្នឹងឯងស្លឹកឈូកដាក់ស្លឹកឈូកមានស្លឹកចេកអីរៀបបន្លែរៀបអីមកប៉ុណ្ណឹងមកហើយបាត់ហើយនៅបងប្អូនហើយវាថាប្រហុកអង្គងមកយើងថាឈ្ងុយខ្លាំងមែនតែនមកហ្មងហើយមានបន្លែសពមុខតែអញ្ចឹងបងប្អូនឲ្យញ៉ាំបើថាបានញ៉ាំតែជុំគ្នាអូយឆ្ងាញ់យកតែណាំអស់ហើយមាន់ហ្នឹងខ្ញុំអត់បានធ្វើបងប្អូនខ្ញុំទិញក្រៅមួយតែ20000យកមកដាក់ញ៉ាំជាមួយនឹងប្រហុកអង្គងរបស់យើងដែលថាបានធ្វើខ្លួនឯងហ្នឹងហើយនេះជាមុខម្ហូបមួយដែលថាខ្ញុំចូលចិត្តញ៉ាំមែនតែបងប្អូនទៅសៀមរាបលើកណាក៏ថាមិនដែលចោលទេមុខម្ហូបប្រហុកអង្គងជាមួយនឹងមាន់អាំងហ្នឹងបើថាបានអត់បានញ៉ាំដូចមានអារម្មណ៍ថាខ្លួនឯងខ្វះអីមួយយ៉ាងអញ្ចឹងហើយនេះមួយទៀតបងប្អូនគឺជាបេះដូងមាន់កោះមាន់ហើយថ្លើមមាន់អីហ្នឹងអូយអាហ្នឹងបងប្អូនពេញនិយមមែនតែនទៅសៀមរាបលើកណាក៏ថាគ្រប់តោគេមានលក់សឹងទាំងអស់អញ្ចឹងយើងញ៉ាំទៅវាថាចូលមួយប្រហុកអង្គងហ្នឹងដាក់ជ្រលក់មួយគ្នាឆ្ងាញ់មែនតែនហ្មងជាពិសេសអាបន្លែអីហ្នឹងញ៉ាំចំថ្ងៃត្រង់បងប្អូនហើយអាពេលក៏ថាដើរលេងប្រាសាទអីក៏ថាហត់អីហ្នឹងដាក់មកគឺថាត្រូវមែនតែនហើយមាន់បងប្អូនចូលចិត្តញ៉ាំកន្លែងផ្នែកណាជាងគេសម្រាប់ខ្ញុំវិញគឺកន្លែងផ្នែកដែលសំខាន់ហ្នឹងគឺកន្លែងភ្លៅហ្នឹងឯងបងប្អូនហើយដល់ថាញ៉ាំជុំគ្នាហ្នឹងគឺម្នាក់ផ្នែកស្រឡឹងជាងគេហ្នឹងគឺភ្លៅឲ្យមកហ្នឹងគឺថាដឹងឲ្យបេះភ្លៅមកមុនគេព្រោះកន្លែងមាន់ទាំងអស់ហ្នឹងគឺភ្លៅហ្នឹងឯងដែលថាសំខាន់ដែលថាមានតម្លៃជាងគេអញ្ចឹងបើថាតើដើមមិនឈ្នះគេគឺអត់ទេបងប្អូនអញ្ចឹងវាដល់មានតែប៉ុណ្្នឹងទេបាយ